គ្នាយើងខ្ញុំមានរឿងមួយចង់ប្រាប់គ្នាយើងឲ្យម្លេះមកចាំខ្ញុំខ្សឹបប្រាប់ដោយសារកាឡូតើនិយាយលឺពេកទៅមានអ្នកលឺច្រើនអញ្ចឹងដល់ខ្សឹបទៅយើងលឺតែ2នាក់បានហើយអញ្ចឹងគ្នាយើងដាក់តិចនៅគៀននៅប្លុតទៅចាំខ្ញុំខ្សឹបប្រាប់ណារឿងដែលខ្ញុំចង់ប្រាប់គ្នាយើងហ្នឹងគឺឥឡូវហ្នឹងចុងខែតើឥឡូវហ្នឹងខ្ញុំដាច់លុយចាយយកតែមែនតើឥឡូវតួខ្លាំងមែនតើអត់ដឹងប្រាប់អ្នកណាមានប្រាប់គ្នាយើងអញ្ចឹងគ្នាយើងបើមានវិធីសាស្ត្រណាល្អក៏មិនខាងក្រោមម្នាក់មួយណាតែសម្រាប់ខ្ញុំមកខ្ញុំមានវិធីសាស្ត្រមួយទៀតតែមិនដឹងថាជោគជ័យអត់ទេអញ្ចឹងមានតែពឹងគ្នាយើងជួយ share វីដេអូនេះម្នាក់មួយប៉ុណ្ណឹងដើម្បីឲ្យមានអ្នកមើលច្រើនអញ្ចឹងហើយវិធីសាស្ត្រនោះគឺខ្ញុំចង់សុំមេឡើងប្រាក់ខែអញ្ចឹងណាជឿគេតែមិនដឹងថាជោគជ័យអត់ទេដូចគ្នាយើងដឹងអញ្ចឹងថាខ្ញុំទៅធ្វើកម្មឲ្យបុកអីសែនបានតបានមួយខែទេយើងគិតទៅថ្ងៃ4ចូលឥឡូវទៅថ្ងៃ26ទេអញ្ចឹងអត់តបានមួយខែទេអញ្ចឹងមកយើងឆាតទៅគាត់សុំឡើងប្រាក់ខែមិនដឹងថាគាត់មាន reaction យ៉ាងណាហ្នឹងថាចុយកូនចៅអញទៅធ្វើការតបានមួយខែសុំឡើងប្រាក់ខែហើយមិនស្រួលទាញដបងទាញបំណងដាក់ខ្ញុំទៀតតែអត់អីយើងត្រូវតែលះបង់ថាដាច់លុយចាយមែនតើអញ្ចឹងខ្ញុំនឹងឆាតទៅបងអីសែនដើម្បីសុំឡើងប្រាក់ខែអញ្ចឹងណាអញ្ចឹងហើយយើងកាត់ខ្មៅយើងចូល Telegram ឆាតទៅគាត់ប្រើទៅអញ្ចឹងចង់ដឹង reaction គាត់យ៉ាងណាយ៉ាងនេះចាំមើលវីដេអូក្រោយបងអីសែនខ្ញុំមានរឿងមួយចង់ប្រាប់បងរៀងកំសត់ដែរតែឥឡូវដូចរឿងអត់សូវកំសត់ដាក់ play មួយសិនឲ្យវាកាន់តែកំសត់ខ្ញុំមានរឿងមួយចង់ប្រាប់បងដោយសារតែខ្ញុំធ្វើការឲ្យបងដូចជាបានចិត្តមួយខែហើយខ្ញុំចូលថ្ងៃ4ឥឡូវថ្ងៃ26ហើយចង់សុំបងឡើងប្រាក់ខែបងគិតយ៉ាងណាដែរបើថាខ្ញុំធ្វើការមិនទាន់បានយូរខែក៏ពិតមែនក៏ប៉ុន្តែយ៉ាងណាក៏បងយល់នេះអនុស្សាវរីយ៍របស់យើងធ្លាប់ចូលការ៉ាអូខេ2នាក់ហើយបងរត់ចោលខ្ញុំដែរចឹងសង្ឃឹមថាបងបានលឺហើយបងឡើងប្រាក់ខែខ្ញុំផងល្អបងឥឡូវដើម្បីឲ្យបងឯងជោគជ័យបងសុំប្លុកមួយ